ខែក្តាមត្រូវតែហូបក្តាមអញ្ចឹងក្នុងខែ12នេះគឺមានតែវីដេអូក្តាមទេเพจរបស់នាងខ្ញុំអធិស្ឋានផងណាពុកម៉ែបងប្អូនធ្វើមិនទេខែក្តាមគឺត្រូវតែហូបក្តាមអញ្ចឹងហើយនិយាយពីថាក្តាមភ្លាក្តាមជ្រក់គឺហូបសឹងរាល់ថ្ងៃឥឡូវពួកអីពុកខ្ញុំគាត់ជីកបានសឹងរាល់ថ្ងៃបងប្អូននឹងស្រាប់ហើយក្តាមជីកគឺមានរសជាតិឆ្ងាញ់ហ្នឹងហើយរសជាតិក៏ឆ្ងាញ់ហើយផ្អែមស្រួយឆ្ងាញ់ហើយសាច់ច្រើនខ្លាញ់ច្រើនមែនទែនបងប្អូនឲ្យមើលឡើងលឿងល្អោកហ្មងឲ្យខ្លាញ់ហើយឡើងទំនងបងប្អូនហើយខ្ញុំចូលចិត្តហូបណាស់ហូបរាល់ថ្ងៃក៏អត់ទលាន់ដែរក្តាមស្រែបងប្អូនហើយពុកម៉ែខ្ញុំគាត់ដឹងចិត្តខ្ញុំជាងគេមកកូនទាំងអស់អញ្ចឹងទៅគាត់ដឹងថាខ្ញុំចូលចិត្តក្តាមស្រែណាស់ឲ្យតែគាត់រកបានគាត់មានគាត់យកមកសុបប្រែខ្ញុំរាល់ថ្ងៃពេលដែលខ្ញុំចេញពីធ្វើការអញ្ចឹងណាបងប្អូនហើយនេះបកទុកឲ្យកូនហើយជាការស្រេចត្រាំតកកឲ្យទៀតហើយឆ្កឹះខ្លាញ់ឲ្យកូនហើយទៀតហើយសួរកូនថាចង់ធ្វើអីកូននេះឆ្លើយពឹបមានធ្វើអីក្រៅពីភ្លាក្រៅពីជ្រក់ហូបឆាវហ្នឹងនិយាយពីថាចូលចិត្តណាស់បងប្អូនហើយខ្ញុំអារឿងក្តាមភ្លាក្តាមជ្រក់អ្នកធ្លាប់មើលវីដេអូខ្ញុំពីមុននឹងដឹងចិត្តដឹងអារម្មណ៍ខ្ញុំឲ្យថាខ្ញុំកំពូលចូលចិត្តក្តាមស្រែជ្រក់អញ្ចឹងណាហើយខ្ញុំឆ្ងើចពុកខ្ញុំមែនតែនបងប្អូនគឺគាត់ប៉ិនជីកហ្មងខ្ញុំទៅជីកក្តាមមកព្រឹកថ្ងៃត្រង់គេបានប្រហែល2ក្តាម3ក្តាមពួកខ្ញុំអត់សូវប្រសពជីកទេហើយក៏អត់ហ៊ានលូកដែរខ្លាចក្តាមគៀបនោះបងប្អូនមិនដឹងជាអ្នកស្រែតបល់កាច់យកអីទេបងប្អូនហើយខ្ញុំនិយាយពីថាខ្លាចក្តាមគៀបហ្មងព្រោះធ្លាប់គៀបកាលនៅទូឈឺបងប្អូនដល់ពេលអញ្ចឹងចេះតែអត់ហ៊ានលូកទេបើអត់មានកវ៉ាខ្វាយកវាចេញពីរុនគឺអត់ហ៊ានលូកដៃទេបងប្អូនហើយយើងដឹងស្រាប់ហើយខែ12ចិត្តខែ1អញ្ចឹងក្តាមវាកាយរុនវាប្រឹងកាយរុនជ្រៅហើយអត់សូវមានទឹកទេក្នុងរុនអញ្ចឹងទៅយើងពិបាកលូកបងប្អូនតើតែប្រើកវ៉ាខ្វាហើយពុកខ្ញុំគាត់ប៉ិនជីកមែនតែនបងប្អូនដឹងតែកូនចូលចិត្តក្តាមស្រែអញ្ចឹងខែ11ខែ12ខែ1វាពេញសវោកាយរុនហើយសាច់ក្តាមវាពេញឆ្ងាញ់ពេញណែនសាច់ពេញខ្លាញ់អញ្ចឹងណាបងប្អូនអញ្ចឹងតែជីកសឹងរាល់ថ្ងៃយកមកទុកឲ្យកូនធ្វើម្ហូបហើយខ្ញុំឲ្យធ្វើតែក្តាមភ្លាក្តាមជ្រក់ព្រោះអីខ្ញុំអត់សូវចូលចិត្តសម្លឯងសម្លបើយូរហូបម្ដងអានឹងអត់តលាន់ទេតែបើថាក្តាមភ្លាក្តាមជ្រក់នេះរាល់ថ្ងៃតែម្ដងក៏អត់តលាន់ដែរបងប្អូនហើយម៉ែខ្ញុំគាត់ថាឲ្យតែពេលគាត់រកក្តាមបានណាពេលឃើញខ្ញុំហូបក្តាមភ្លាក្តាមជ្រក់ឃើញខ្ញុំហូបបាយបានហ្នឹងគាត់សប្បាយចិត្តព្រោះអីខ្ញុំបានតែក្រៀមក្រោះអញ្ចឹងទេបងប្អូនមិនមែនក្រៀមក្រោះរបៀបសាច់ចៀនសាច់អាំងអីណាបានតែក្រៀមក្រោះរបៀបក្តាមប្រៃក្តាមជ្រក់ហើយត្រីចៀនអីអញ្ចឹងអានឹងនិយាយពីថាចូលចិត្តខ្លាំងមែនទែនសម្រាប់ខ្ញុំហើយរបៀបភ្លារបៀបជ្រក់ក្តាមស្រស់របស់ខ្ញុំនេះគឺក្បួនដដែលទេអ្នកដែលធ្លាប់មើលវីដេអូខ្ញុំគឺខ្ញុំដឹងថាខ្ញុំធ្វើមិនខ្លះដាក់អីខ្លះអញ្ចឹងគឺមានតែគ្រឿងក្រៅស្ករអំបិលប៊ីចេងម្សៅស៊ុបទឹកត្រីបន្តិចមកហើយម្ទេសខ្ទឹមសហើយនិងស្លឹកក្រូចសើចដូចជារំដេងអញ្ចឹងបុកបញ្ចូលគ្នាឲ្យក្រូចឆ្មាច្រវាច់ជាមួយក្តាមមុនដូចខ្ញុំបង្ហាញមុននឹងអញ្ចឹងបងប្អូនច្រវាច់ជាមួយក្តាមហើយអាគ្រឿងដែលយើងបុកហើយចាំយកមកច្រវាល់ក្នុងត្បាល់ក៏បានយកទៅច្រវាល់ក្នុងកធុនក៏បាននេះខ្ញុំស្ដាយអាជាតិនៅជាប់ត្បាល់អញ្ចឹងទៅខ្ញុំក៏យកមកច្រវាល់នៅក្នុងត្បាល់អញ្ចឹងណាបងប្អូនអូយនិយាយពីថាអូយតំណងមែនទែនប៉ុន្តែស្ដាយបងប្អូនខ្ញុំធ្វើភ្លាក្តាមរដងគឺអត់ដែរអត់ទេជីម្បងប៉ុន្តែសារហ្នឹងមន់វាចឹកឡើងរិចដើមមកលីងអញ្ចឹងទៅមានតែអាជីល្អិតហ្នឹងយកមកបេះដាក់មានអីឈ្ងុយដែរតាមប៉ុន្តែនៅតែចាញ់ជីម្បងបងប្អូនជីម្បងវាត្រូវជាមួយនឹងក្តាមជ្រក់ក្តាមភ្លានឹងជាប៉ុន្តែទោះយ៉ាងណាក៏ឆ្ងាញ់ដែរបងប្អូននិយាយមែនអត់កុហកឯណាគឺឆ្ងាញ់មែនទែនហើយខ្ញុំហូបឡើងលិតដៃលិតជើងហើយក្តាមនេះចូលចង់1គីឡូដែរហ្នឹងម៉ែខ្ញុំគាត់បកសម្អាតហើយត្រាំតកកឲ្យជាការសាច់និយាយពីថាសាច់វិញឡើងស្រួយខ្ញោកហ្មងបងប្អូនមើលអត់ទំនងអត់បងប្អូនហើយខ្ញុំដាក់ម្ទេសដូចជា2ទៅ3គ្រាប់បងប្អូននិយាយពីថាហិលមកល្មមព្រោះឥឡូវហ៊ានហូបហិលខ្លាំងឯងបងប្អូនរៀងតមហិលបន្តិចដែរសារអីកាពះពវៀនវាអត់សូវសហការជាមួយនឹងអាម្ទេសហ្នឹងអញ្ចឹងទៅអត់សូវហ៊ានហូបហិលខ្លាំងឯងបើមុនវិញអូក្តាមប៉ុណ្ណឹងឯងម្ទេសមួយកវ៉ង់មួយដៃធំមិនក៏10 20គ្រាប់ដែរឥឡូវអត់ទេលោតបំផុតគឺ3គ្រាប់អញ្ចឹងណាបងប្អូនអត់សូវហ៊ានឥឡូវនេះខ្ញុំចាប់ផ្ដើមដួសដាក់ចានយកទៅឲ្យម៉ែខ្ញុំឲ្យបងប្អូនហើយម៉ែគាត់ឲ្យក្តាមគាត់ថាគាត់ចង់ហូបក្តាមភ្លាដែរនោះអញ្ចឹងទៅខ្ញុំដួសយកឲ្យគាត់មកកូនចានហ្នឹងវាច្រើនដែរណាបងប្អូនហូបមួយឆ្អែតដែរអញ្ចឹងណាហើយម៉ែខ្ញុំគាត់អត់សូវចូលចិត្តហិលខ្លាំងដូចខ្ញុំឯងបងប្អូនគាត់ចូលចិត្តហិលល្មមអញ្ចឹងឥឡូវខ្ញុំដាក់ម្ទេសតិចអញ្ចឹងវាអត់ហិលខ្លាំងឯល្មមមកហើយធម្មតាគ្រឿងភ្លាគ្រឿងជ្រក់តើតាចាស់ប្រៃចាស់ផ្អែមគេហៅថារសជាតិដិតណាចាស់ជូរចាស់ហិលអញ្ចឹងទៅនឹងឲ្យរសជាតិតើថាលុបខ្លាំងដិតខ្លាំងជាមួយនឹងសាច់ក្តាមហ្នឹងបានវាឆ្ងាញ់ហើយបងប្អូនមើលមាត់ខ្ញុំហូបនិយាយពីថាអង្គុយធ្វើបារាភ្លក់បារាបងប្អូន
ភ្លក់នៅមុខត្បាល់ហ្នឹងហ្មងហើយប្តីខ្ញុំគាត់ថាទុកឲ្យផងហើយខ្ញុំថាកុំភ័យហើយបើនិយាយអ្នកថតនឹងវិញបងប្អូនដៃកាមេរ៉ានឹងវិញគាត់ចូលចិត្តខ្លាំងដូចខ្ញុំអញ្ចឹងនិយាយវិថាខ្ញុំហូបប្រហែលក៏គាត់ហូបប៉ុណ្ណឹងដែរតែគាត់មិនសូវចេះនិយាយតែប៉ែដូចខ្ញុំអារឿងចូលចិត្តហូបអញ្ចឹងថាហូបអត់ទាន់គាត់ហងពេលខ្លះប្តីខ្ញុំគឺគាត់ចូលចិត្តសាហាវហ្មងបងប្អូនអារឿងក្តាមភ្លាក្តាមជ្រក់ក្តាមស្រែហ្នឹងចូលចិត្តដូចខ្ញុំអញ្ចឹង